just want to say it's a pleasure to meet you and keep up the good work on democracy building. Thank you for your encouragement. នៅក្នុងកិច្ចពិភាក្សាស្ដីពីប្រជាធិបតេយ្យក្នុងរដ្ឋធានី Washington ហៅថាវេទិកាអាស៊ីរបស់មជ្ឈមណ្ឌល Wilson Center នៅថ្ងៃពុធនេះលោកសំរងស៊ីក្នុងនាមជាប្រធានគណៈបកសង្គ្រោះជាតិបានថ្លែងប្រាប់អ្នកចូលរួមជិត100នាក់ពីសេចក្តីសង្ឃឹមរបស់លោកថាសហគមន៍អន្តរជាតិនឹងជំរុញឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអនុញ្ញាតឲ្យលោកចូលទៅកាន់ប្រទេសកម្ពុជាដើម្បីចូលរួមការបោះឆ្នោតហើយនឹងធ្វើឲ្យមានការកែតម្រង់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកក៏អំពាវនាវឲ្យមានការលើកពេលបោះឆ្នោតសភាដែលគ្រោងនៅថ្ងៃទី28កក្កដាឆ្នាំ2013ខាងមុខ The National Democratic Institute for International Affairs វិទ្យាសាស្ត្រជាតិប្រជាធិបតេយ្យសម្រាប់អភិវឌ្ឍអន្តរជាតិអ្នកសង្កេតការណ៍អន្តរជាតិនិយាយថាយើងមិនអាចបោះឆ្នោតតាមបញ្ជីឈ្មោះអ្នកបោះឆ្នោតនោះបានទេគេសម្រេចលទ្ធផលជាមុនហើយដូច្នេះគួរលើកពេលបោះឆ្នោតដើម្បីឲ្យមានការបោះឆ្នោតត្រឹមត្រូវជាជាងបោះឆ្នោតតាមពេលកំណត់ដែលមានការលួចបន្លំក្រៅពីការបោះឆ្នោតលោកសំរងស៊ីដែលអមដំណើរដោយអ្នកស្រីជូឡុងសូម៉ារ៉ានិងសកម្មជនមួយចំនួនបាននិយាយថាប្រសិនបើគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតរដ្ឋាភិបាលថ្មីនោះនឹងមិនជ្រៀតជ្រែកកិច្ចការតុលាការខ្មែរក្រហមដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទេលោកប្រកាសថាលោកមិនកកកកាយរឿងចាស់នោះឡើយគឺលោកទុកផ្លូវឲ្យអ្នកដឹកនាំក្នុងរដ្ឋាភិបាលបច្ចុប្បន្នមានជំរឿសរស់នៅក្នុងស្រុកក៏បានទៅបរទេសក៏បានលោកបានបន្ថែមថាអ្វីដែលសំខាន់គឺឲ្យប្រទេសកម្ពុជាមានប្រជាធិបតេយ្យពលរដ្ឋខ្មែរមានឱកាសរួចពីភាពក្រីក្ររួចពីការរឹបអូសដីធ្លីផ្ទះសម្បែងដូចបច្ចុប្បន្ន Our mandate is to be a bridge លោកស្រីស៊ីហូតូហ្គូតូអ្នកសម្របសម្រួលកម្មវិធីនិងជាអ្នកស្រាវជ្រាវអំពីនយោបាយតំបន់អាស៊ីនៃមជ្ឈមណ្ឌល Wilson Center នៅក្នុងរដ្ឋធានី Washington បានឲ្យដឹងថាមជ្ឈមណ្ឌលនេះមិនគាំទ្រហើយក៏មិនប្រឆាំងក្រុមនយោបាយណាមួយដែរអាណត្តិរបស់មជ្ឈមណ្ឌល Wilson Center គឺសម្របសម្រួលឲ្យមានកិច្ចពិភាក្សាគ្នាមជ្ឈមណ្ឌល Wilson Center ព្យាយាមឲ្យមានទស្សនៈខុសគ្នាមកនិយាយនិងពិភាក្សាគ្នាក្នុងរដ្ឋធានី Washington មជ្ឈមណ្ឌលនេះព្យាយាមស្វែងយល់អំពីទស្សនៈខុសគ្នារបស់គេក្នុងគោលបំណងសម្របសម្រួលឲ្យនយោបាយដើរទៅមុខ I think what Mr. Ramsey stands អ្វីដែលលោកសំរងស៊ីត្រូវលើកមកនិយាយក្នុងវេទិកានេះគឺស្របនឹងគោលនយោបាយដែលយើងជំរុញខ្លាំងណាស់កម្ពុជាសពថ្ងៃមិនមែនជាប្រទេសដែលអនុញ្ញាតឲ្យមានការពិភាក្សាគ្នាដែលមានអត្ថន័យស៊ីជម្រៅនោះទេកាលពីថ្ងៃអង្គារម្សិលមិញលោកសំរងស៊ីបានជួបជាមួយនឹងលោក Edward Royce ប្រធានគណៈកម្មាធិការសភាសម្រាប់កិច្ចការបរទេសនៅការិយាល័យរបស់លោកនៅរដ្ឋសភាលោកស្រី Gutto ពន្យល់ថាដោយសារលោក Edward Royce ជាតំណាងរាស្ត្រមកពីរដ្ឋ California ដែលមានជនជាតិខ្មែរអាមេរិករស់នៅច្រើនដូច្នេះជំនួបនេះពិតជាមានសារៈសំខាន់ Yes, absolutely. Then it is fine. លោកសំរងស៊ីបានឲ្យដឹងថាក្នុងជំនួបនោះលោក Edward Royce បានបង្ហាញការគាំទ្រអនុសាសន៍របស់លោក Surya Subedi អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនិងការទាមទាររបស់សហរដ្ឋអាមេរិកឲ្យមានការបោះឆ្នោតដោយសេរីយុត្តិធម៌ស្របនឹងអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសអ្នកចូលរួមបានសួរជាច្រើនពីព្រោះអ្វីដែលលោកសំរងស៊ីបានលើកឡើងអំពីកម្ពុជាគឺស្រដៀងគ្នាទៅនឹងស្ថានភាពរបស់ប្រទេសផ្សេងៗទៀតលោក George Gorman អ្នកវិភាគនយោបាយអំពីប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីហើយនឹងជាទីប្រឹក្សានៃអង្គការ Cascade Asia បាននិយាយថាមានឱកាសតិចណាស់ដែលរដ្ឋាភិបាលលោកហ៊ុនសែនយល់ព្រមឲ្យលើកពេលនៃការបោះឆ្នោតនិងការជំរុញឲ្យរដ្ឋាភិបាលខ្មែរអនុញ្ញាតឲ្យមានការបោះឆ្នោតត្រឹមត្រូវហើយសហគមន៍អន្តរជាតិត្រូវមានវិធានការដ៏មានប្រសិទ្ធភាពតែរដ្ឋាភិបាលរបស់លោកហ៊ុនសែនក៏មិនឯកោដែរគឺមានប្រទេសចិនជាបង្អែក Many threats made by the international community over the years have gone empty-handedការគម្រាមដោយសហគមន៍អន្តរជាតិច្រើនឆ្នាំកន្លងមកបានតែបាត់ដៃទៅទេហើយលោកហ៊ុនសែនមានជំនឿលើជំហររបស់លោកបើមានការកាត់ជំនួយឬទណ្ឌកម្មលោកហ៊ុនសែននឹងកាន់តែងាកទៅរកសម្ព័ន្ធមិត្តដូចជាចិនដូច្នេះសហគមន៍អន្តរជាតិត្រូវមានវិធានការសមស្របគៀបសង្កត់រដ្ឋាភិបាលកម្ពុជា
លោកបានបន្ថែមទៀតថាក្នុងករណីដែលមិនមានការបោះឆ្នោតយុត្តិធម៌ត្រឹមត្រូវសហគមន៍អន្តរជាតិមិនអាចកាត់ជំនួយដល់កម្ពុជាបានទេពីព្រោះមានកម្មវិធីច្រើនជួយជនក្រីក្រតាមរយៈអង្គការក្រៅរដ្ឋាភិបាលនានាមេដឹកនាំគណៈបកជំទាស់គឺលោកសំរងស៊ីនៅតែរំពឹងថាសហគមន៍អន្តរជាតិនឹងធ្វើអន្តរាគមន៍ជួយឲ្យលោកបានវិលទៅកាន់ប្រទេសកម្ពុជាវិញហើយនឹងចូលរួមការបោះឆ្នោតផងដែររាយការណ៍ពីរដ្ឋធានី Washington ខ្ញុំសុកខេមរា VOA